ព្រះនៃសេចក្តីស្រឡាញ់ជំពូកទី48តើអ្នកណាធំជាងគេក្នុងនគរស្ថានសួគ៌កាលមកដល់ភូមិកាពេនឹមវិញព្រះយេស៊ូវពុំបានយាងទៅកន្លែងសម្ដេចដ៏ល្បីដែលទ្រង់ធ្លាប់បង្រៀនបណ្ដាជននៅទីនោះឡើយតែបានយាងទៅទាំងស្ងាត់ៗជាមួយសាវកទ្រង់សម្ដៅទៅផ្ទះដែលនឹងបានជាផ្ទះបណ្ដោះអាសន្នរបស់ទ្រង់វិញក្នុងកំឡុងពេលដែលទ្រង់ស្នាក់នៅស្រុកកាលីលេទ្រង់មានបំណងចង់បង្រៀនពួកសាវកជាជាងធ្វើពលកម្មសម្រាប់បណ្ដាមនុស្សក្នុងការធ្វើដំណើរកាត់ស្រុកកាលីលេព្រះគ្រីស្ទព្យាយាមរៀបចំចិត្តគំនិតរបស់សាវកទ្រង់សម្រាប់ទស្សនីយភាពដែលនឹងកើតមាននាពេលខាងមុខទ្រង់បានប្រាប់គេថាទ្រង់នឹងយាងទៅក្រុងយេរូសាឡិមវិញដើម្បីទទួលនូវការធ្វើគុណតែក៏នឹងរស់ឡើងវិញនៅទីនោះដែរព្រះអង្គបានបន្ថែមនូវការប្រកាសដ៏ចម្លែកហើយសំខាន់ថាគេនឹងក្បត់ទ្រង់ឲ្យធ្លាក់ទៅក្នុងកម្រាស់ដៃរបស់ពួកសត្រូវសូម្បីតែឥឡូវនេះក៏ពួកសាវកពុំបានយល់ព្រះបន្ទូលនេះដែរទោះបីជាស្រមោលនៃសេចក្តីសោកសង្រេងដ៏ធំបានកើតឡើងដល់គេក៏ដោយក៏គេនៅតែមានចិត្តចង់ដណ្ដើមប្រជែងគ្នាផងដែរគេប្រកែកគ្នាថាតើមួយណាក្នុងចំណោមពួកគេដែលនឹងត្រូវបានជាធំជាងគេនៅក្នុងនគរទ្រង់យ៉ាងណាក៏ដោយគេចង់លាក់បាំងការដណ្ដើមប្រជែងគ្នានេះពីព្រះយេស៊ូវដូច្នេះពួកគេពុំបានប្រជ្រៀតដើម្បីមកក្បែរទ្រង់ដូចជាធម្មតានោះឡើយតែដើរត្រេតពីក្រោយទ្រង់វិញដើម្បីឲ្យទ្រង់ទៅដល់ភូមិកាពេនឹមជាមុនព្រះយេស៊ូវទ្រង់បានញៀនគំនិតរបស់ពួកគេរួចទៅហើយទ្រង់ចាំតែមានឱកាសដើម្បីណែនាំនិងបង្រៀនគេតែប៉ុណ្ណោះប៉ុន្តែដើម្បីធ្វើដូច្នេះព្រះអង្គទ្រង់រង់ចាំពេលវេលាស្ងប់ស្ងាត់នៅពេលចិត្តគេបានបើកចំហដើម្បីទទួលព្រះបន្ទូលទ្រង់មិនយូរប៉ុន្មានបន្ទាប់ពីគេបានទៅដល់ក្រុងហើយអ្នកទាពន្ធវិហារក៏មកឯពេត្រុសរួចសួរគាត់ថាតើគ្រូអ្នកមិនបង់ពន្ធព្រះវិហារទេឬអីពន្ធវិហារនេះមិនមែនជាពន្ធស៊ីវិលទេវាគឺជាការបរិច្ចាគខាងសាសនាដែលសាសយូដារាល់រូបត្រូវបង់រាល់ឆ្នាំដើម្បីគាំទ្រកិច្ចការព្រះវិហារបើមិនព្រមបង់ពន្ធនោះឈ្មោះថាមិនស្មោះត្រង់ចំពោះច្បាប់របស់ពួកគ្រូហើយនឹងសេចក្តីបន្ទោសយ៉ាងច្បាស់ដល់អ្នកការពារទំនៀមទម្លាប់ដែលបានផ្ដល់លេសមួយឲ្យគេចោទថាទ្រង់ចង់រំលំសាសនពិធីនៃវិហារចោលឥឡូវនេះសត្រូវរបស់ទ្រង់បានឃើញឱកាសមួយដើម្បីបង្ខូចកិត្តិយសទ្រង់គេក៏ចងសម្ព័ន្ធមិត្តជាមួយអ្នកទាពន្ធវិហារពេត្រុសយល់ឃើញថាសំណួររបស់អ្នកទាពន្ធបញ្ជាក់ថាព្រះគ្រីស្ទមិនស្មោះត្រង់ដល់វិហារដោយខ្លាចបាត់បង់កិត្តិយសរបស់គ្រូខ្លួនគាត់ក៏ប្រញាប់ឆ្លើយថាព្រះយេស៊ូវនឹងបង់ពន្ធដោយពុំបានពិគ្រោះជាមួយទ្រង់ជាមុនសិនឡើយពេត្រុសគ្រាន់តែយល់ត្រួសអំពីគោលបំណងរបស់អ្នកសួរគាត់ប៉ុណ្ណោះមានវណ្ណៈខ្លះដែលមិនចាំបាច់បង់ពន្ធនោះឡើយយើងឃើញថានៅឯចំនួនហោរាម៉ូសេនៅពេលព្រះញែកពួកលេវីសម្រាប់ធ្វើការប្រចាំរោងអបអរសុនគេពុំបានទទួលមរតកអ្វីទេក្នុងចំណោមបណ្ដាជននោះនាគ្រានោះព្រះយេហូវ៉ាបានមានបន្ទូលថាពួកលេវីគ្មានចំណែកគ្មានមរតកជាមួយនឹងបងប្អូនគេទេគឺព្រះយេហូវ៉ាជាមរតករបស់គេវិញនៅចំនួនព្រះគ្រីស្ទគេនៅតែចាត់ទុកពួកសង្ឃនិងពួកលេវីថាជាអ្នកដែលត្រូវបានបូជាយ៉ាងពិសេសសម្រាប់ព្រះវិហារហើយមិនត្រូវបង់ប្រាក់វិភាគទានប្រចាំឆ្នាំដើម្បីគាំទ្រវិហារឡើយពួកហោរាក៏ត្រូវបានលើកលែងពីការបង់នេះដែរក្នុងការត្រូវការពន្ធពីព្រះយេស៊ូវគឺមានន័យថាពួកគ្រូបានផាត់ចោលនៅការអះអាងរបស់ទ្រង់ថាជាហោរាឬជាគ្រូមួយរូបហើយគេប្រព្រឹត្តចំពោះទ្រង់ដូចជាគេបានប្រព្រឹត្តចំពោះជនសាមញ្ញដែរការបដិសេធមិនព្រមបង់ពន្ធនោះឈ្មោះថាមិនស្មោះត្រង់ដល់ព្រះវិហារតែយ៉ាងណាមិញការបង់ពន្ធជាការបញ្ជាក់ថាគេបដិសេធទ្រង់ថាមិនមែនជាហោរានោះឡើយនៅពីមុននោះបន្តិចពេត្រុសបានទទួលស្គាល់ថាព្រះយេស៊ូវគឺជាព្រះរាជបុត្រីរបស់ព្រះប៉ុន្តែឥឡូវនេះគាត់ត្រូវខាតបង់ឱកាសមួយ
ដើម្បីបង្ហាញចរិតលក្ខណៈនៃគ្រូរបស់ខ្លួនដោយឆ្លើយថាព្រះយេស៊ូវនឹងបង់ឲ្យពួកគេគឺហាក់ដូចជាយល់ស្របដល់ការយល់ច្រឡំអំពីព្រះយេស៊ូវដែលពួកសាសនិងពួកមេដឹកនាំកំពុងតែបំផុសបំផុលនោះហើយនៅពេលពេត្រុសចូលទៅក្នុងផ្ទះហើយនោះព្រះយេស៊ូវពុំបានលើកសំដៅទៅអ្វីដែលបានកើតឡើងនោះឡើយតែបានសួរថាណែស៊ីម៉ូនអ្នកគិតដូចម្ដេចតើអស់ទាំងស្ដេចនៅផែនដីហូតសួយរៃឬពន្ធដារពីអ្នកណាពីកូនចៅឬពីអ្នកដទៃពេត្រុសបានឆ្លើយថាពីមនុស្សដទៃទេព្រះយេស៊ូវបានមានបន្ទូលថាដូច្នេះកូនចៅបានរួចហើយប្រជារាស្ត្រនៃប្រទេសត្រូវបង់ពន្ធដារសម្រាប់ការប្រើប្រាស់របស់ស្ដេចតែបុត្រាបុត្រីរបស់ព្រះមហាក្សត្រត្រូវបានលើកលែងវិញដូច្នេះអ៊ីស្រាអែលដែលអះអាងថាជាប្រជារាស្ត្ររបស់ព្រះត្រូវបីបាច់សាសនពិធីរបស់ទ្រង់ប៉ុន្តែព្រះយេស៊ូវដែលជាព្រះរាជបុត្រារបស់ព្រះវិញនោះទ្រង់ពុំស្ថិតនៅក្រោមកាតព្វកិច្ចយ៉ាងដូច្នោះឡើយប្រសិនបើពួកសាលនិងពួកលេវីពុំបាច់បង់ដោយព្រោះតែគេមានការតាក់ទាមជាមួយនឹងព្រះវិហារនោះចោះទម្រាំបើព្រះវិហារជាដំណាក់របស់ព្រះវរបិតាទ្រង់វិញនោះតើនឹងទៅជាយ៉ាងណាទៅប្រសិនបើព្រះយេស៊ូវបង់ពន្ធវិហារដោយពុំជំទាស់វិញនោះមានន័យថាទ្រង់យល់ស្របដល់ការទាមទាររបស់ពួកគេហើយជាការបដិសេធថាទ្រង់ពុំមែនជាព្រះទេប៉ុន្តែដោយព្រោះទ្រង់យល់ឃើញថាវាគឺជាការល្អក្នុងការបង់ឲ្យតាមការទាមទារនោះទ្រង់ក៏យល់ព្រមដោយបដិសេធមូលដ្ឋាននៃការទាមទារដោយធ្វើបដិហារដើម្បីបង់ពន្ធក្នុងការធ្វើបដិហារទ្រង់បានប្រទានភស្តុតាងអំពីចរិតលក្ខណៈជាព្រះហើយនឹងបង្ហាញថាទ្រង់មានភាពតែមួយជាមួយព្រះម្ល៉េះហើយមិនស្ថិតនៅក្រោមការបង់ពន្ធក្នុងនាមជារាជនៃនគរឡើយព្រះយេស៊ូវបានបង្គាប់ទៅកាន់ពេត្រុសថាចូលអ្នកទៅឯសមុទ្រហើយបោះសន្ទូចចាប់យកត្រីដែលជាប់មុនដំបូងមកបើកមាត់វាចោះនោះអ្នកនឹងឃើញប្រាក់1រៀលរួចហើយយកប្រាក់នោះទៅបង់សម្រាប់ខ្ញុំហើយនឹងអ្នកទៅក្នុងការធ្វើបដិហារនេះទ្រង់បានសម្ដែងសេរីល្អរបស់ទ្រង់ទោះបីជាទ្រង់បានបំពាក់ភាពជាព្រះជាមួយភាពជាមនុស្សក៏ដោយនេះគឺជាភស្តុតាងស្រាប់ហើយអំពីព្រះដែលលួងដាវីតបានថ្លែងនោះគឺត្បិតអស់ទាំងសត្វនៅព្រៃសុទ្ធតែជារបស់ផងអញព្រមទាំងហ្វូងសត្វទាំងប៉ុន្មាននៅលើភ្នំទាំងពាន់ផងអញស្គាល់អស់ទាំងសត្វស្លាបនៅលើភ្នំហើយសត្វព្រៃទាំងឡាយជារបស់ផងអញដែរបើកាលណាអញឃ្លាននោះអញមិនចាំបាច់ប្រាប់ដល់ឯងឡើយពីព្រោះលោកីនិងរបស់សពសារពើក្នុងលោកជារបស់ផងអញវិញក្នុងការដែលព្រះយេស៊ូវបានបញ្យល់យ៉ាងច្បាស់ថាទ្រង់គ្មានកាតព្វកិច្ចត្រូវបង់ពន្ធវិហារទេនោះទ្រង់ពុំបានបង្ករឿងវិវាទជាមួយពួកយូដាចំពោះរឿងនេះឡើយព្រោះពួកគេប្រកាសជានឹងយល់ខុសអំពីព្រះបន្ទូលទ្រង់ហើយត្រឡប់មកប្រឆាំងនឹងទ្រង់វិញជាមិនខានដោយខ្លាចក្រែងគេប្រកាន់ចំពោះការមិនបង់ប្រាក់នោះព្រះអង្គបានធ្វើនៅអ្វីដែលទ្រង់ពុំចាំបាច់ធ្វើបើយល់ទៅតាមផ្លូវយុត្តិធម៌វិញនោះមេរៀននេះមានតម្លៃវិសាលណាស់ចំពោះពួកសាវកការផ្លាស់ប្ដូរដ៏ចម្លែកនឹងកើតឡើងនៅពេលបន្តិចទៀតដល់ការតាក់ទងនឹងសាសនពិធីប្រចាំព្រះវិហារបានជាព្រះគ្រីស្ទបង្រៀនគេមិនឲ្យចូលក្នុងរឿងចំទាស់ចំតែងដោយគ្មានការចាំបាច់និងដល់របៀបរបបដែលបានស្ថាបនារួចហើយនោះឡើយគេត្រូវធ្វើយ៉ាងណាដើម្បីជៀសវាងកុំឲ្យគេមានឱកាសមួលបង្កាច់ដល់ជំនឿរបស់ខ្លួននោះឡើយក្នុងពេលដែលអ្នកគ្រីស្ទានមិនត្រូវលះបង់គោលការណ៍នៃសេចក្តីពិតណាមួយឡើយនោះគេក៏ត្រូវជៀសវាងនៃការឆ្លោះប្រកែកគ្នាដែរបើមានលទ្ធភាពអាចធ្វើបាននៅពេលដែលព្រះគ្រីស្ទនិងពួកសាវកស្ថិតនៅក្នុងផ្ទះតែឯងនាការដែលពេត្រុសទៅសមុទ្របាត់ហើយនោះព្រះយេស៊ូវក៏ហៅសាវកដទៃទៀតមកឯទ្រង់រួចសួរថាតើរឿងអ្វីដែលអ្នករាល់គ្នាជជែកគ្នាតាមផ្លូវមកនោះមែនហើយវត្តមានរបស់ព្រះយេស៊ូវនិងសំណួររបស់ទ្រង់បានធ្វើឲ្យរឿងនោះស្ថិតនៅក្នុងសភាពខុសប្លែកពីការដែលគេយល់ឃើញពីមុនទាំងស្រុងការដែលគេប្រជែងគ្នានៅតាមផ្លូវសេចក្តីអាម៉ាស់មុខនិងសេចក្តីទោមនស្សបានធ្វើឲ្យគេនៅស្ងៀមឆាំងព្រះយេស៊ូវបានប្រាប់គេរួចហើយថាទ្រង់នឹងសុគតសម្រាប់ពួកគេចំណែកមហិច្ឆតាអាត្មានិយមរបស់គេគឺផ្ទុយគ្នាយ៉ាងស្រឡះ
ទៅនឹងសេចក្តីស្រឡាញ់ដ៏ឥតអាត្មានិយមរបស់ទ្រង់នៅពេលដែលព្រះយេស៊ូវប្រាប់គេថាទ្រង់នឹងត្រូវគេធ្វើគុណហើយនឹងរស់ឡើងវិញនោះគឺទ្រង់ចង់ឲ្យគេសន្ទនាគ្នាអំពីការលបងលោកដ៏ខ្លាំងដល់ជំនឿរបស់ពួកគេប្រសិនបើគេរៀបចំខ្លួនរួចរាល់នឹងទទួលនៅអ្វីដែលព្រះអង្គសព្វព្រះទ័យចង់ប្រាប់ឲ្យគេដឹងនោះគេប្រកាសជាពុំបានទទួលនៅការអស់សង្ឃឹមនិងការទង្គិចចិត្តដល់ល្វីងជូរចត់ឡើយព្រះបន្ទូលទ្រង់ប្រកាសជានឹងនាំមកនៅការកំសាន្តចិត្តក្នុងគ្រាមរណៈនិងគ្រាខកចិត្តទៅហើយប៉ុន្តែការពោលអំពីដំណើរដែលទ្រង់នឹងយាងទៅក្រុងយេរូសាឡិមបន្តិចទៀតនោះបានបំផុសឲ្យគេមានសង្ឃឹមម្ដងទៀតថាព្រះរាជនគរហៀបនឹងបានតាំងឡើងហើយបើទោះជាទ្រង់បានមានបន្ទូលប្រាប់យ៉ាងច្បាស់អំពីអ្វីដែលរងចាំទ្រង់ក៏ដោយការនេះបាននាំឲ្យគេសួរថាតើអ្នកណានឹងទទួលតំណែងខ្ពស់បំផុតលុះពេត្រុសត្រឡប់មកពីសមុទ្រវិញពួកសាវកបានប្រាប់គាត់អំពីសំណួរសម្រាប់សួរព្រះអង្គសង្គ្រោះទីបំផុតក៏មានម្នាក់ដាច់ចិត្តទៅសួរព្រះយេស៊ូវថាតើអ្នកណាធំជាងគេក្នុងនគរស្ថានសួគ៌ពេលនោះព្រះយេស៊ូវបានហៅសាវកមកជិតទ្រង់រួចមានបន្ទូលថាបើអ្នកណាចង់ធ្វើជាលេខ1នោះត្រូវធ្វើជាចុងបង្អស់វិញហើយត្រូវបម្រើគេទាំងអស់ដែរព្រះបន្ទូលទាំងនេះមានភាពម៉ឺងម៉ាត់ហើយពោរពេញដោយឥទ្ធិឫទ្ធិដែលពួកសាវកកម្រយល់អ្វីដែលព្រះគ្រីស្ទឆ្វេងយល់នោះគេពុំបានយល់ទេគេពុំបានយល់អំពីនិស្ស័យនៃនគររបស់ព្រះគ្រីស្ទឡើយហើយភាពល្ងិតល្ងងនេះឯងដែលបណ្ដាលឲ្យគេប្រជែងគ្នាប៉ុន្តែមូលហេតុពិតប្រាកដគឺស្ថិតនៅជ្រៅជាងនោះទៅទៀតការបញ្យល់អំពីនិស្ស័យនៃនគរបានបញ្ឈប់ការប្រជែងគ្នាអស់មួយរយៈតែការធ្វើដូច្នេះពុំតាក់ទងចំមូលហេតុពិតប្រាកដឡើយសូម្បីតែបន្ទាប់ពីគេបានដឹងច្បាស់លាស់ហើយក៏ដោយបើមានលេចរឿងអំពីមុខតំណែងមកនោះប្រកាសជានឹងមានរឿងសារជាថ្មីហើយនឹងមានមហន្តរាយកើតឡើងដល់ក្រុមជំនុំបន្ទាប់ពីព្រះគ្រីស្ទយាងទៅស្ថានសួគ៌វិញជាមិនខានការត្រដរចង់បានទីកន្លែងខ្ពស់បំផុតគឺជាផលនៃវិញ្ញាណដដែលដែលជាដើមចមនៃមហាវិវាទនៅស្ថានលើទាំងប៉ុន្មានដែលបណ្ដាលឲ្យព្រះគ្រីស្ទយាងពីស្ថានសួគ៌មកសុគតនេះឯងមានលេចនៅចំពោះព្រះភ័ក្ត្រទ្រង់នៅរូបមួយដែលពោរពេញដោយសេរីល្អគឺ Lucifer ជាផ្កាយព្រិចដែលភ្លឺព្រោងព្រាយលើអស់ទាំងទេវតាដែលហុំព័ទ្ធបល្ល័ង្កវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតជាមួយព្រះរាជបុត្រារបស់ព្រះកាលពីដើម Lucifer បាននិយាយថាអញនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុតមែនហើយការប្រាថ្នាចង់លើកដំកើងខ្លួនឯងនេះគឺបានបណ្ដាលឲ្យមានការប្រជែងនៅក្នុងព្រះរាជវាំងនៃនគរស្ថានសួគ៌ថែមទាំងបង្ខាត់បងនៅពលបរិវាររបស់ព្រះយ៉ាងសន្ធឹកទៀតប្រសិនបើ Lucifer ពិតជាប្រាថ្នាចង់បានដូចជាព្រះដ៏ខ្ពស់បំផុតនោះវាប្រកាសជាមិនបោះបង់ចោលតំណែងតែងតាំងនៅឯស្ថានសួគ៌ឡើយព្រោះអេរីយ៉ារបស់ព្រះដ៏ខ្ពស់បំផុតបានសម្ដែងក្នុងការបម្រើដោយឥតគិតប្រយោជន៍ផ្ទាល់ខ្លួនតាមពិត Lucifer ប្រាថ្នាចង់បានអំណាចរបស់ព្រះតែវាមិនចង់បានចរិតរបស់ព្រះនោះឡើយវាចង់បានទីខ្ពស់បំផុតសម្រាប់ខ្លួនវាបានជារាល់ទាំងតួអង្គណាដែលមានវិញ្ញាណដូចវានោះនឹងធ្វើដូចគ្នាដែរម្ល៉េះហើយឃើញថាជាមិនផុតពីការរវាទចិត្តការមិនចោះសម្រងនិងការរវើរវាយនិងការវឹកវរឡើយការគ្រប់គ្រងមកคล้ายទៅជារង្វាន់របស់អ្នកដែលខ្លាំងជាងគេនគររបស់សាតាំងគឺជានគរនៃកម្លាំងបុគ្គលមួយចាត់ទុកថាបុគ្គលមួយទៀតជាឧបសគ្គរារាំងផ្លូវមិនឲ្យខ្លួនចម្រើនទៅមុខឬជាឈ្នន់មួយដើម្បីឲ្យខ្លួនបានជន់ឡើងទៅតំណែងខ្ពស់ជាងការស្មើនឹងព្រះគឺជាកត្តាសម្រាប់ស្រវាចង់បាននោះព្រះគ្រីស្ទដែលជាព្រះដ៏ថ្កុំថ្កើងបានលះបង់ព្រះអង្គទ្រង់មកយករូបភាពជាបាវបម្រើវិញព្រមទាំងប្រសូតមកមានរូបជាមនុស្សផងហើយដែលទ្រង់មានភាពជាមនុស្សយ៉ាងដូច្នេះនោះក៏បន្ទាបព្រះអង្គទ្រង់ទាំងចោះចូលស្ដាប់បង្គាប់រហូតដល់ទីមរណៈដោយការទទួលសគត់ជាប់ឈើឆ្កាងឥឡូវនេះឈើឆ្កាងគឺនៅជិតបង្កើយឯសាវកទ្រង់វិញគឺគិតតែពីខំស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនជាគោលការណ៍នៃអាណាចក្ររបស់សាតាំងតែម្ដងរហូតដល់មិនបានរួមចិត្តគំនិតជាមួយព្រះអង្គម្ចាស់របស់ខ្លួន
ឬយល់ដល់ទ្រង់ការដែលព្រះអង្គមានបន្ទូលអំពីសេចក្តីអាម៉ាស់របស់ទ្រង់សម្រាប់ពួកគេនោះឡើយព្រះយេស៊ូវព្យាយាមកែតម្រូវរាល់សេចក្តីអាក្រក់យ៉ាងថ្នាក់ថ្នមបំផុតតែដោយមើងបានហ្មត់ចត់ជាទីបំផុតដែរទ្រង់បានបង្ហាញអំពីគោលការណ៍ដែលមានអំណាចនៅក្នុងនគរស្ថានសួគ៌ហើយនឹកអំពីអ្វីដែលបង្កើតជាភាពធំឧត្តមដោយយោងទៅតាមការប្រមាណនៃຂ្នាតរបស់ព្រះរាជវាំងខាងលើអ្នកដែលប្រព្រឹត្តទៅដោយមានឫទ្ធិខ្ពស់និងដោយការចង់បានខ្ពស់ដាច់គេកំពុងតែគិតអំពីខ្លួនឯងនិងអំពីរង្វាន់ដែលគេនឹងត្រូវទទួលជាជាងគិតអំពីការថ្វាយដល់ព្រះវិញនៅអំណោយទាំងប៉ុន្មានដែលខ្លួនបានទទួលគេនឹងមិនមានកន្លែងនៅក្នុងនគរស្ថានសួគ៌ឡើយព្រោះថាគេមានមុខតំណែងស្មើនឹងសាតាំងដែរមុននឹងមានកិត្តិយសនោះត្រូវមានការដាក់ខ្លួនជាមុនសិនដើម្បីទទួលទីកន្លែងខ្ពង់ខ្ពស់នៅចំពោះមនុស្សព្រះនៃឋានសួគ៌ទ្រង់បានជ្រើសរើសអ្នកធ្វើការដែលសុខចិត្តយកកន្លែងរៀបទៀបនៅចំពោះទ្រង់ដូចជាយ៉ូហានបាបទីដែរសិស្សដែលដូចជាក្មេងជាងគេជាអ្នកមានប្រសិទ្ធភាពបំផុតក្នុងការធ្វើការបម្រើព្រះវិញពួកទេវតានៃស្ថានសួគ៌ដែលប្រកបដោយប្រាជ្ញាធ្វើការសហការជាមួយអ្នកដែលមិនខំលើកដំកើងខ្លួនឯងតែពួកគេស្វះស្វែងជួយសង្គ្រោះមនុស្សវិញតែប៉ុណ្ណោះអ្នកដែលមានអារម្មណ៍ថាខ្លួនត្រូវការជំនួយរបស់ព្រះយ៉ាងខ្លាំងនោះនឹងទូលអង្វរសុំទ្រង់ជាមិនខានហើយព្រះវិញ្ញាណបរិសុទ្ធនឹងប្រទានឲ្យគេឃើញព្រះយេស៊ូវមួយដងមួយគ្រាដើម្បីនឹងពង្រឹងហើយនឹងលើកស្ទួយគេដោយសារការសំប្រកបជាមួយព្រះគ្រីស្ទគេនឹងចេញទៅធ្វើការសម្រាប់អ្នកកំពុងវិនាសក្នុងបាបកម្មគេត្រូវបានទទួលការតែងតាំងសម្រាប់បេសកកម្មរបស់ខ្លួនហើយនឹងបានជោគជ័យនៅទីណាដែលពួកអ្នករៀនសូត្រនិងអ្នកមានបញ្ញាវាងវៃជាច្រើនតែងទទួលបរាជ័យវិញនៅពេលមនុស្សលើកដំកើងខ្លួនឯងដោយគិតថាព្រះត្រូវការគេជាចាំបាច់ដើម្បីឲ្យបានជោគជ័យដល់ផែនការដ៏ចម្បងរបស់ទ្រង់នោះព្រះយេហូវ៉ានឹងបណ្ដាលឲ្យគេនៅដោយឡែកវិញទ្រង់នឹងបញ្ជាក់ឲ្យឃើញច្បាស់ថាទ្រង់ពុំពឹងពាក់ទៅលើពួកគេឡើយការងារនឹងមិនឈប់ទ្រឹងដោយព្រោះមានគេត្រូវបានដកចេញនោះទេតែនឹងទៅមុខដោយនៅអំណាចខ្លាំងជាងមុនទៅទៀតការដែលបង្ហាត់បង្រៀនដល់ពួកសាវកព្រះយេស៊ូវអំពីនិស្ស័យនៃនគរទ្រង់គឺមិនគ្រប់គ្រាន់នោះឡើយអ្វីដែលគេត្រូវការនោះគឺជាការផ្លាស់ប្រែចិត្តគំនិតដែលនឹងនាំគេឲ្យសមប្រកបជាមួយគោលការណ៍នៃនគរព្រះយេស៊ូវក៏ហៅក្មេងតូចមួយមកកាន់ទ្រង់ហើយដាក់វាឲ្យនៅចំកណ្ដាលពួកសាវករួចចាប់វាបីត្រកងដោយមានបន្ទូលថាបើអ្នករាល់គ្នាមិនផ្លាស់គំនិតហើយត្រឡប់ដូចជាកូនតូចនេះនោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយមែនហើយភាពងាយស្រួលក្នុងការចោះចូលមិនខ្វល់ខ្វាយនឹងការស្រឡាញ់ទុកចិត្តរបស់ក្មេងតូចគឺជាគុណសម្បត្តិដែលស្ថានសួគ៌បានឲ្យតម្លៃនេះជាចរិតលក្ខណៈនៃភាពធំឧត្តមពិតប្រាកដព្រះយេស៊ូវបានបញ្យល់ទៅពួកសាវកថានគរទ្រង់មិនត្រូវបានសម្គាល់ដោយសេចក្តីថ្លៃថ្នូរនៃលោកីនិងការសម្ញែងនោះទេសេចក្តីទាំងនេះនឹងត្រូវបានបំភ្លេចអស់នៅទីព្រះបាទព្រះយេស៊ូវវិញអ្នកមាននិងអ្នកក្រអ្នករៀនសូត្រនិងអ្នកអវិជ្ជាជួបទល់មុខគ្នាដោយគ្មានការនឹកនាអំពីវណ្ណៈឬសក្តិយោលោកីឡើយទាំងអស់គ្នាជួបគ្នាក្នុងនាមជាអ្នកដែលត្រូវបានទិញដោយលោហិតរួចទៅហើយទាំងពឹងផ្អែកទៅលើព្រះមួយអង្គដែលបានលុះគេទៅឲ្យព្រះអ្នកដែលស្មោះត្រង់ហើយមានចិត្តសោកស្ដាយគឺវិសេសវិសាលណាស់ចំពោះព្រះភ័ក្ត្ររបស់ព្រះទ្រង់ប្រថាប់ត្រារបស់ទ្រង់លើមនុស្សមិនមែនដោយសារបុណ្យស័ក្តិមិនមែនដោយទ្រព្យសម្បត្តិមិនមែនដោយប្រាជ្ញាខ្ពង់ខ្ពស់របស់គេនោះឡើយគឺដោយព្រោះតែគេមានភាពតែមួយជាមួយព្រះគ្រីស្ទវិញនោះទេព្រះអង្គម្ចាស់នៃសេរីល្អទ្រង់ស្កប់ព្រះទ័យនិងអ្នកដែលស្លូតបូនហើយមានចិត្តឌីផ្សាស្ដេចដាវីតបានមានបន្ទូលថាទ្រង់បានប្រទានខែលជាសេចក្តីសង្គ្រោះរបស់ទ្រង់មកទូលបង្គំហើយសេចក្តីស្រទន់របស់ទ្រង់ដូចជាធាតុមួយនៅក្នុងចរិតមនុស្សក៏ធ្វើឲ្យទូលបង្គំបានជាធំឡើងព្រះយេស៊ូវបានមានបន្ទូលថាអ្នកណាដែលទទួលកូនតូចមួយដូចជាកូននេះដោយនៅឈ្មោះខ្ញុំនោះក៏ឈ្មោះថាទទួលខ្ញុំហើយអ្នកណាដែលទទួលខ្ញុំនោះមិនមែនទទួលខ្ញុំទេគឺឈ្មោះថាទទួលព្រះ
ដែលបានចាត់ខ្ញុំឲ្យមកវិញព្រះយេស៊ូវបានមានបន្ទូលយ៉ាងដូចនេះថាផ្ទៃមេឃជាបល្ល័ង្កអញហើយផែនដីជាកំណល់កលជើងអញប៉ុន្តែអញនឹងយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងនេះវិញគឺចំពោះអ្នកណាដែលក្រលំបាកហើយមានចិត្តខ្ទេចខ្ទាំជាអ្នកដែលញ័រញាក់ដោយឮពាក្យរបស់អញព្រះបន្ទូលរបស់ព្រះយេស៊ូវបានដាស់រំលឹកពួកសាវកឲ្យមានអារម្មណ៍មិនទុកចិត្តខ្លួនមួយទ្រង់ពុំបានឆ្លើយសម្ដៅចំអ្នកណាម្នាក់នោះទេប៉ុន្តែយ៉ូហានបានសួរអំពីការប្រព្រឹត្តរបស់ខ្លួនថាត្រូវឬខុសគាត់បានលាតត្រដាងរឿងហេតុនោះនៅចំពោះព្រះយេស៊ូវដោយមានចិត្តដូចជាក្មេងគាត់បានមានប្រសាសន៍ថាលោកគ្រូយើងខ្ញុំបានឃើញមនុស្សម្នាក់ដែលមិនដើរតាមយើងខ្ញុំគេកំពុងតែដេញអារក្សដោយនៅឈ្មោះលោកហើយយើងខ្ញុំបានហាមឃាត់គេពីព្រោះគេមិនដើរជាមួយនឹងយើងខ្ញុំទេយ៉ាកុបនិងយូហានបានគិតថាការបញ្ឈប់មនុស្សនេះនឹងរក្សាកិត្តិយសនៃព្រះអង្គម្ចាស់របស់ខ្លួនគេចាប់ផ្ដើមយល់ឃើញថាគេបានច្រណែនព្រោះខ្លាចមិនបានកិត្តិយសដល់ខ្លួនឯងវិញគេសារភាពកំហុសរបស់ខ្លួនហើយទទួលសេចក្តីបន្ទោសរបស់ព្រះយេស៊ូវថាកុំខាត់គេឡើយត្បិតគ្មានអ្នកណាអាចនឹងធ្វើការរឹតបារមីដោយនៅឈ្មោះខ្ញុំរួចនិយាយអាក្រក់ពីខ្ញុំភ្លាមមួយរំពេចបានទេមែនហើយគឺមិនត្រូវច្រានចេញអស់អ្នកណាដែលបង្ហាញខ្លួនជាមនុស្សរាក់ទាក់ជាមួយព្រះគ្រីស្ទឡើយយើងឃើញថាមានមនុស្សជាច្រើនដែលបានរំជួលចិត្តយ៉ាងជ្រាលជ្រៅដោយលក្ខណៈនិងកិច្ចការរបស់ព្រះគ្រីស្ទហើយក៏មានចិត្តបើកចំហជឿទ្រង់ថែមទៀតផងចំណែកឯពួកសាវកដែលមិនអាចដឹងគោលបំណងរបស់គេត្រូវតែប្រយ័ត្នប្រយែងក្រែងបំបាក់ទឹកចិត្តមនុស្សទាំងនោះនៅពេលព្រះយេស៊ូវលែងគង់នៅជាមួយពួកគេហើយកិច្ចការត្រូវបានទុកនៅក្នុងកម្ដាប់ដៃគេនោះពួកគេមិនត្រូវបណ្ដោយឲ្យមានចិត្តរួញរាវប្រកាន់បពុឡើយតែត្រូវបង្ហាញសេចក្តីអាណិតអាសូរដែលគេបានឃើញសម្ដែងដោយគ្រូរបស់ខ្លួនវិញការដែលបុគ្គលម្នាក់មិនបានសម្រាប់អ្វីៗទាំងអស់ទៅតាមគំនិតឬយោបល់របស់យើងនោះមិនមែនមានន័យថាយើងត្រូវហាមឃាត់គេមិនឲ្យធ្វើការថ្វាយព្រះនោះទេព្រះគ្រីស្ទគឺជាព្រះបរមគ្រូយើងមិនត្រូវថ្កោលទោសឬបញ្ជាគេឡើយតែម្នាក់ត្រូវអង្គុយនៅទីព្រះបាទព្រះយេស៊ូវក្នុងភាពរៀបសារហើយរៀនពីទ្រង់វិញមនុស្សគ្រប់រូបដែលព្រះបានធ្វើឲ្យមានចិត្តចង់ធ្វើដូច្នេះជាខ្សែរយៈមួយសម្រាប់ឲ្យព្រះគ្រីស្ទបង្ហាញសេចក្តីស្រឡាញ់ដ៏អត់ឱនរបស់ទ្រង់ដូច្នេះតើយើងគួរប្រយ័ត្នប៉ុណ្ណាទៅក្រែងលោយើងបំបាក់ទឹកចិត្តអ្នកកាន់ពន្លឺរបស់ព្រះណាម្នាក់ធ្វើឲ្យបាំងកាមរស្មីដែលទ្រង់នឹងបញ្ចាំងទៅពិភពលោកវិញភាពសោះអង្គើយដែលសាវកម្នាក់បង្ហាញដល់អ្នកដែលព្រះគ្រីស្ទកំពុងតាក់ទាញនោះអាចបង្វែរជើងគេឲ្យចូលទៅផ្លូវរបស់សត្រូវហើយនឹងបណ្ដាលឲ្យគេបាត់បង់ទៀតផងចំពោះបុគ្គលដែលធ្វើដូច្នេះព្រះយេស៊ូវបានមានបន្ទូលថាសួរឲ្យគេយកថ្មត្បាល់កិនយ៉ាងធំចងកអ្នកនោះហើយពន្លង់ទៅក្នុងសមុទ្រទីជ្រៅវិញទ្រង់បន្ថែមទៀតថាបើដៃអ្នកនាំគេឲ្យរវិតចិត្តនោះចូលកាត់វាចោលទៅសួរឲ្យអ្នកចូលទៅក្នុងជីវិតកំបត់ដៃវិញជាជាងមានដៃទាំងពីរហើយធ្លាក់ទៅក្នុងនរកនៅក្នុងភ្លើងដែលពន្លត់មិនបានបើជើងអ្នកនាំឲ្យគេរវិតចិត្តចូលកាត់វាចោលទៅសួរឲ្យអ្នកចូលទៅក្នុងជីវិតកំបត់ជើងវិញជាជាងមានជើងទាំងពីរហើយត្រូវបោះចោលទៅនរកវិញហេតុអ្វីបានជាប្រើភាសាខ្លាំងអ្វីម្ល៉េះពីព្រោះថាកូនមនុស្សបានមកដើម្បីនឹងរកហើយជួយសង្គ្រោះដល់មនុស្សដែលបាត់បង់តែពួកសាវកគួរបង្ហាញការគោរពដល់មនុស្សទាំងពួងតិចជាងដែលព្រះមហាក្សត្រនៃស្ថានសួគ៌បង្ហាញទៅទៀតឬមនុស្សគ្រប់រូបមានតម្លៃរកទីបំផុតគ្មានហើយតើនឹងមានបាបប៉ុណ្ណាទៅក្នុងការបង្វែរមនុស្សម្នាក់ចេញពីព្រះគ្រីស្ទដែលធ្វើឲ្យសេចក្តីស្រឡាញ់សេចក្តីអាម៉ាស់និងសេចក្តីឈឺជប់ចាប់របស់ទ្រង់សម្រាប់គេទៅជាអាសាអត់ការវិញនោះវេទនាដល់លោកីដោយព្រោះទាំងហេតុដែលនាំឲ្យរវិតចិត្តត្បិតសេចក្តីនោះត្រូវតែមានមែនហើយមនុស្សលោកដែលបំផុសបំផុលដោយសារតាំងប្រកាសជានឹងប្រឆាំងនឹងគ្រីស្ទបរិស័ទហើយនឹងរកបំផ្លាញជំនឿគេទៀតប៉ុន្តែវេទនាដល់អ្នកដែលយកព្រះនាមព្រះគ្រីស្ទមកធ្វើកិច្ចការនេះព្រះអង្គម្ចាស់របស់យើងត្រូវបានទទួលសេចក្តីអាម៉ាស់
ដោយសារអ្នកដែលអះអាងថាបំរើទ្រង់តែជាអ្នកបង្ខូចចរិតលក្ខណៈរបស់ទ្រង់ទេហើយបណ្ដាមនុស្សត្រូវបានភ័ន្តតាមសេចក្តីបញ្ឆោតឬធ្លាយទៅតាមគន្លងខុសឆ្គងទម្លាប់ឬការអនុវត្តណាមួយដែលនឹងនាំឲ្យធ្លាក់ទៅក្នុងអំពើបាបរួចនាំមកនូវសេចក្តីអាប់យួរដល់ព្រះគ្រីស្ទគួរតែបោះចោលវិញនោះវាប្រសើរជាងបើទោះជាត្រូវការលះបង់ប៉ុណ្ណាក៏ដោយនោះអ្វីដែលបង្អាប់ដល់កិត្តិយសរបស់ព្រះគឺមិនអាចផ្ដល់ផលប្រយោជន៍មកជនណាម្នាក់បានឡើយព្រះពរនៃស្ថានសួគ៌មិនអាចធ្លាក់មកលើមនុស្សណាមួយដែលកំពុងបំពេញគោលការណ៍នៃសេចក្តីត្រូវការដ៏អស់កលបានឡើយគ្រាន់តែអោបក្រសោបអំពើបាបមួយនោះវាល្មមនឹងបន្ថោអត្តចរិតហើយនឹងបញ្ឆោតអ្នកដទៃរួចទៅហើយប្រសិនបើកាត់ដៃឬជើងចោលវិញឬសំបីតែខ្វេះភ្នែកចោលក្តីដើម្បីជួយសង្គ្រោះខ្លួនប្រាណឲ្យរួចពីសេចក្តីស្លាប់នោះតើយើងគួរខិតខំប្រឹងប្រែងបោះបង់ចោលអំពើបាបដែលនាំឲ្យខ្លួនស្លាប់ដល់ប៉ុណ្ណាទៅក្នុងបន្ទាយយ៉ាញ់បូជាគេប្រឡាក់អំបិលដល់យ៉ាញ់ទាំងអស់ការនេះគឺដូចជាការថ្វាយកំញានជាការតំណាងថាមានតែសេចក្តីសុចរិតរបស់ព្រះគ្រីស្ទទេទើបអាចធ្វើឲ្យព្រះបានគប់ព្រះハរតីនឹងពិធីបុណ្យបានព្រះយេស៊ូវបានមានបន្ទូលដោយសម្ដៅទៅការអនុវត្តបែបនេះថាគ្រប់ទាំងយ៉ាញ់បូជាត្រូវបំប្រែងនឹងអំបិលចូលឲ្យអ្នករាល់គ្នាមានអំបិលនៅក្នុងខ្លួនហើយនៅជាមួយគ្នាដោយមេត្រីចោះអស់អ្នកណាដែលថ្វាយខ្លួនជាយ៉ាញ់បូជារស់ហើយបរិសុទ្ធដែលគប់ព្រះハរតីដល់ព្រះនោះត្រូវទទួលអំបិលសង្គ្រោះដែលជាសេចក្តីសុចរិតនៃព្រះអង្គសង្គ្រោះរបស់យើងនោះគេនឹងคล้ายទៅជាអំបិលនៃផែនដីដោយទំនប់ខ្លួនពីអំពើអាក្រក់ក្នុងចំណោមមនុស្សដូចជាការបំប្រៃដែលរក្សាពីសេចក្តីស្អុយរលួយដែរប៉ុន្តែបើអំបិលបាត់ជាតិប្រៃវិញបើគ្រាន់តែមានការអះអាងថាមានភាពជាព្រះដោយគ្មានសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទនោះនឹងគ្មានអំណាចដើម្បីនឹងធ្វើអំពើល្អអ្វីបានឡើយជីវិតមិនអាចបញ្ឆោតឥទ្ធិពលសង្គ្រោះមកដល់ពិភពលោកបាននោះទេព្រះយេស៊ូវបានមានបន្ទូលថាធម៌ពលនិងប្រសិទ្ធភាពរបស់អ្នកក្នុងការកសាងនគររបស់ខ្ញុំគឺអាស្រ័យទៅលើការទទួលព្រះវិញ្ញាណរបស់ព្រះវិញទេតាអ្នកត្រូវតែរួមចំណែកនឹងព្រះគុណរបស់ខ្ញុំដើម្បីឲ្យមានរសជាតិជីវិតដែលផ្ដល់ជីវិតលំដាប់តមកនឹងមិនមានការប្រណាំងប្រជែងមិនមានការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនមិនមានការប្រាថ្នាចង់បានមុខតំណែងខ្ពស់ឡើយអ្នកនឹងមានសេចក្តីស្រឡាញ់នោះគឺជាសេចក្តីស្រឡាញ់ដែលមិនរកប្រយោជន៍ផ្ទាល់ខ្លួននោះឡើយគឺរកឲ្យចម្រើនសម្បត្តិអ្នកដទៃវិញចូលឲ្យអ្នកមានបាបដែលស្ដាយក្រោយសម្លឹងមើលឲ្យជាប់ដល់គុណជាមនៃព្រះដែលដោះបាបសម្រាប់មនុស្សលោកចោះហើយដោយសារការមើលទ្រង់នោះគេនឹងបានផ្លាស់ប្ដូរសេចក្តីភ័យខ្លាចរបស់គេនឹងត្រឡប់ទៅជាអំណរឯសេចក្តីសង្ស័យនឹងคล้ายទៅជាសេចក្តីសង្ឃឹមវិញចិត្តដ៏រឹងរូសនឹងបានខ្ទេចខ្ទាំហើយចំណូលនៃសេចក្តីស្រឡាញ់នឹងហូរចូលជីវិតព្រះគ្រីស្ទនឹងបានជាអណ្ដូងទឹកដែលផុសឡើងដោយមានជីវិតអមតៈកាលណាយើងឃើញព្រះយេស៊ូវដែលជាមនុស្សទូទុកហើយបានស្វប់នឹងសេចក្តីទុក្ខសោកកំពុងធ្វើការដើម្បីសង្គ្រោះមនុស្សបាត់បង់ដែលត្រូវបានគេមើលងាយមើលថោកចំអកឡកលើយអូសទាញពីក្រុងមួយទៅក្រុងមួយរហូតដល់បានសម្រេចបេសកកម្មរបស់ទ្រង់កាលណាយើងមើលទ្រង់ក្នុងសួនកេតសាម៉ានីកំពុងសម្រក់ញើសឈាមជាដំណក់ហើយសគត់យ៉ាងឈឺចាប់នៅលើឈើឆ្កាងការនោះហើយដែលធ្វើឲ្យយើងដឹងថាយើងនឹងមិនស្រេកឃ្លានទាមទារឲ្យគេបានទទួលស្គាល់ខ្លួនយើងនោះទៀតឡើយយើងនឹងសុខចិត្តធ្វើអ្វីទាំងអស់ដើម្បីធ្វើការបម្រើព្រះបរមគ្រូឲ្យអស់ពីចិត្តពីថ្លើមដោយមិនគិតពីតំណែងខ្ពង់ខ្ពស់និងសក្យុះមុខមាត់នោះឡើយយើងនឹងត្រេកអរចំពោះការលីឈើឆ្កាងតាមក្រោយព្រះយេស៊ូវដើម្បីអត់ទ្រាំនឹងទុក្ខលំបាកសេចក្តីអាម៉ាស់ឬការបៀតបៀនសម្រាប់ទ្រង់គួរតែយើងរាល់គ្នាដែលមានកម្លាំងបានទ្រាំទ្រនឹងសេចក្តីកំសោយរបស់ពួកអ្នកដែលគ្មានកម្លាំងវិញឥតបំពេញចិត្តខ្លួនយើងឡើយបើយើងមានអស់ទាំងកត្តាដែលផ្ដល់ឲ្យយើងមានប្រៀបលើអ្នកដទៃបើទោះវាគឺជាការអប់រំនិងភាពរំទុំ
ចរិតថ្លៃថ្នូរក៏យើងនៅតែជួបបំណុលដល់អ្នកពុំសូវមានវាសនាដូចយើងដែរហើយឲ្យតែនៅក្នុងអំណាចរបស់យើងត្រូវផ្គត់ផ្គង់ដល់គេវិញគ្រីស្ទបរិស័ទដ៏ស្មោះត្រង់របស់ព្រះគ្រីស្ទនឹងធ្វើការសហការក្នុងកិច្ចការផ្គត់ផ្គង់នេះប្រសិនបើក្មេងតូចទាំងនេះណាមួយត្រូវបរាជ័យហើយធ្វើខុសនឹងអ្នកនោះអ្នកមានការងារដើម្បីរកឲ្យបានស្រស់ស្រួលវិញជួលកុំចាំឲ្យគេមកសម្រុះសម្រួលនឹងយើងជាមុនឡើយព្រះយេស៊ូវបានមានបន្ទូលថាបើមនុស្សណាមានជា100ហើយមានមួយវង្វេងបានតើអ្នករាល់គ្នាគិតដូចម្ដេចតើមិនទុកជាង99នៅលើភ្នំនឹងទៅរកជាមួយដែលវង្វេងបាត់ទេឬអីខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាបើរកឃើញនោះមានសេចក្តីអំណរចំពោះជាមនោះជាជាង99ដែលបានវង្វេងទៅទៀតដូច្នេះព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ទ្រង់ក៏មិនសពព្រះハរតីឲ្យកូនណាមួយត្រូវវិនិច្ឆ័យយ៉ាងដូច្នោះដែរក្នុងវិញ្ញាណស្លូតបូនត្រូវទៅឯអ្នកដែលធ្វើខុសបន្ទោសគាត់ក្នុងការដែលមានតែអ្នកហើយនឹងគាត់ប្រយ័ត្នខ្លួនឯងផងក្រែងត្រូវសេចក្តីល្បួងកុំធ្វើឲ្យគាត់អាម៉ាស់មុខដោយបើកកំហុសរបស់គាត់ឲ្យអ្នកដទៃដឹងហើយក៏មិនត្រូវនាំឲ្យមានសេចក្តីអាប់យួរដល់ព្រះគ្រីស្ទដោយការផ្សាយជាសាធារណៈនៅអំពើបាបឬកំហុសខុសឆ្គងរបស់អ្នកជឿព្រះនាមទ្រង់ដែរជាញឹកញយត្រូវពោលការពិតឲ្យបានច្បាស់លាស់ដល់អ្នកដែលធ្វើខុសគេត្រូវតែឃើញអំពីកំហុសរបស់ខ្លួនដើម្បីកែខ្លួនបានប៉ុន្តែចំពោះអ្នកមិនត្រូវជំនុំជម្រះឬថ្កោលទោសគេឡើយក៏មិនត្រូវដោះសារខ្លួនដែរចូលប្រមូលកម្លាំងទាំងអស់របស់អ្នកសម្រាប់ការផ្សះផ្សាឲ្យគេបានជាវិញក្នុងការព្យាបាលរបួសនៅត្រូវការប៉ះពាល់យ៉ាងថ្នាក់ថ្នមបំផុតគឺការបបោះអង្អែលដ៏ស្រទន់បំផុតក្នុងខណៈនេះមានតែសេចក្តីស្រឡាញ់ដែលហូរមកពីព្រះអង្គរងទុក្ខនៃកាល់វ៉ារីទេទើបមានប្រយោជន៍ជួយឲ្យបងប្អូនដោះស្រាយនឹងគ្នាដោយភាពស្រឡាញ់ថ្នាក់ថ្នមទាំងអាណិតអាសូរចោះដោយដឹងថាបើអ្នកមានជោគជ័យនោះអ្នកនឹងបានជួយសង្គ្រោះព្រលឹងមួយឲ្យរួចពីសេចក្តីស្លាប់ហើយក៏គ្របបាំងអំពើបាបជាអនេកអនន្តផងប៉ុន្តែសូម្បីតែការខិតខំនេះក៏ប្រហែលជាឥតអំពើដែរដូច្នេះព្រះយេស៊ូវក៏បន្ថែមទៀតថាត្រូវយកមនុស្សម្នាក់ឬពីរនាក់ទៅជាមួយប្រហែលជាការរួបរวมឥទ្ធិពលអាចមានជោគជ័យក្នុងកាលដែលទៅតែម្នាក់ឯងហើយមិនបានជោគជ័យនោះដោយព្រោះគេមិនមែនជាបកបង្កើតរឿងគេមកជានឹងប្រព្រឹត្តដោយមិនលំអៀងហើយការនេះនឹងផ្ដល់ឱវាទដល់អ្នកធ្វើខុសបានកាន់តែប្រសើរថែមទៀតបើគាត់មិនស្ដាប់ពួកគេទេនោះមកទល់ត្រឹមនេះគេត្រូវយករឿងនោះមកដោះស្រាយនៅចំពោះតួអង្គទាំងមូលនៃពួកអ្នកជឿចូលឲ្យសមាជិកក្រុមជំនុំក្នុងនាមជាតំណាងព្រះគ្រីស្ទសាមគ្គីគ្នាក្នុងការអធិស្ឋាននិងការអង្វរករដោយសេចក្តីស្រឡាញ់ដើម្បីឲ្យអ្នកប្រព្រឹត្តខុសឆ្គងបានដូចដើមវិញព្រះវិញ្ញាណបរិសុទ្ធនឹងមានបន្ទូលតាមរយៈអ្នកបម្រើទ្រង់អង្វរជាមួយនឹងអ្នកវង្វេងឲ្យត្រឡប់មកឯព្រះវិញសាវកប៉ុលដែលពោលដោយការបណ្ដាលមកពីព្រះបានមានប្រសាសន៍ថាយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថាចូលឲ្យបានជាមេត្រីនឹងព្រះចុះហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំមែនហើយអ្នកដែលបដិសេធការផ្សះផ្សាដោយរួមកម្លាំងរបៀបនេះឈ្មោះថាបានផ្ដាច់ចំណងដែលចងគេទៅនឹងព្រះគ្រីស្ទហើយក្នុងការធ្វើដូច្នេះគេបានផ្ដាច់ខ្លួនពីការសមប្រកបជាមួយក្រុមជំនុំហើយព្រះយេស៊ូវបានមានបន្ទូលថាអំណេះតទៅមុខនោះត្រូវរាប់គាត់ទុកជាអ្នកក្រៃសះឬជាអ្នកយកពន្ធវិញប៉ុន្តែមិនត្រូវចាត់ទុកថាគាត់ត្រូវបានកាត់កាល់ពីសេចក្តីមេត្តាករុណារបស់ព្រះឡើយចូលកុំឲ្យគាត់ទទួលនៃការមើលងាយឬការប្រងើយកន្តើយពីបងប្អូនអតីតគាត់ឡើយតែត្រូវប្រព្រឹត្តនឹងគាត់ដោយភាពទន់ភ្លន់និងភាពអាណិតអាសូរដូចជាជាមបាត់បង់មួយដែលព្រះគ្រីស្ទកំពុងតែស្វែងរកមកដាក់ក្នុងក្រល់វិញយ៉ាងដូច្នោះដែរការបង្ហាត់បង្រៀនអំពីការប្រព្រឹត្តទៅកាន់អ្នកធ្វើខុសឆ្គងគឺជាការបង្រៀនឡើងវិញឲ្យចំនៅសេចក្តីបង្រៀនដែលបានប្រទានដល់សាសអ៊ីស្រាអែលតាមរយៈលោកម៉ូសេដែលចែងថាមិនត្រូវមានចិត្តស្អប់ដល់បងប្អូនឯងទេក៏កុំឲ្យខាននឹងបន្ទោសដល់អ្នកជិតខាងឯងដែរដើម្បីកុំឲ្យជាប់មានបាបដោយព្រោះគេមានន័យថាបើបុគ្គលមួយប្រងើយកន្តើយនឹងភារកិច្ចដែលព្រះគ្រីស្ទបានបង្គាប់មកគឺឲ្យព្យាយាមកែតម្រូវអ្នកដែលស្ថិតនៅក្នុងកំហុសខុសឆ្គង
និងអំពើបាបនោះគេនឹងក្លាយទៅជាអ្នករួមចំណែកនឹងអំពើបាបនោះដែរចំពោះអំពើអាក្រក់ដែលយើងអាចបញ្ឈប់បានតែបែរជាខានវិញនោះគឺប្រៀបដូចជាយើងបានប្រព្រឹត្តខុសឆ្គងខ្លួនយើងយ៉ាងដូច្នោះដែរព្រោះយើងមានទំនួលខុសត្រូវស្មើគ្នាយើងត្រូវប្រាប់កំហុសទៅអ្នកធ្វើខុសយើងមិនត្រូវយកមកធ្វើជារឿងដែលត្រូវនិយាយឬត្រូវតេះដៀលក្នុងចំណោមខ្លួនយើងទេសូម្បីតែបានប្រាប់ទៅក្រុមជំនុំហើយក្តីក៏យើងគ្មានសេរីភាពនឹងបន្លឺប្រាប់អ្នកដទៃតាមតែចិត្តដែរការដឹងកំហុសខុសឆ្គងរបស់អ្នកគ្រីស្ទាននឹងគ្រាន់តែបានជាមូលហេតុនៃការជំពប់ដួលមួយប៉ុណ្ណោះដល់មនុស្សលោកដែលមិនជឿហើយការរំងាស់ទៅការទាំងនេះគ្រាន់តែផ្ដល់ឲ្យខ្លួនយើងផ្ទាល់ទទួលនៅគ្រោះថ្នាក់មួយតែប៉ុណ្ណោះព្រោះថាយើងផ្លាស់ប្ដូរដោយសារការលឺក្នុងការដែលយើងស្វាស្វែងកែតម្រូវនៅកំហុសឆ្គងរបស់បងប្អូនណាម្នាក់នោះព្រះវិញ្ញាណរបស់ព្រះគ្រីស្ទនឹងនាំយើងឲ្យគ្រប់បានគាត់ឲ្យចិនតាមលទ្ធភាពដែលអាចធ្វើបានពីការតិទៀនរបស់បងប្អូនខ្លួនផ្ទាល់ចោទទម្រាំការស្ដីបន្ទោសពីមនុស្សលោកដែលមិនជឿនោះវាយ៉ាងណាទៅខ្លួនយើងផ្ទាល់កំពុងតែប្រព្រឹត្តខុសហើយត្រូវការនូវសេចក្តីអាណិតមេត្តានិងការអត់ទោសរបស់ព្រះគ្រីស្ទបានជាទ្រព្យបង្គាប់យើងឲ្យប្រព្រឹត្តទៅវិញទៅមកដូចជាយើងចង់ឲ្យទ្រង់ប្រព្រឹត្តនឹងយើងយ៉ាងដូច្នោះដែរបើអ្នករាល់គ្នាចង់ទុកអ្វីៗនៅផែនដីនេះនោះនឹងត្រូវចង់ទុកនៅស្ថានសួគ៌ដែរហើយបើស្រ័យអ្វីៗនៅផែនដីនោះក៏នឹងត្រូវស្រ័យនៅស្ថានសួគ៌ដែរយើងកំពុងប្រព្រឹត្តនៅក្នុងនាមជាទូតរបស់ស្ថានសួគ៌ហើយរឿងរ៉ាវទាំងឡាយនៃការងាររបស់យើងគឺសម្រាប់ដល់អនន្តកាលប៉ុន្តែយើងមិនត្រូវទំនួលខុសត្រូវដ៏ធំធេងនេះតែឯងទេនៅទីណាដែលគេស្ដាប់បង្គាប់តាមព្រះបន្ទូលទ្រង់ដោយចិត្តស្មោះត្រង់នោះព្រះគ្រីស្ទគង់នៅទីនោះព្រះអង្គពុំគ្រាន់តែមានវត្តមាននៅក្នុងអង្គប្រជុំនៃក្រុមជំនុំប៉ុណ្ណោះទេគឺនៅទីណាដែលមានសាវកជួបជុំគ្នាក្នុងព្រះនាមទ្រង់មិនថាមានចំនួនតិចប៉ុណ្ណាឡើយព្រះអង្គនឹងគង់នៅទីនោះដែរទ្រង់មានបន្ទូលថាប្រសិនជាមានពីរនាក់ក្នុងពួកអ្នករាល់គ្នាព្រមព្រៀងគ្នានៅផែនដីពីដំណើរអ្វីដែលគេចង់សូមក៏ដោយនោះនឹងបានសម្រេចដល់គេអំពីព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌កាលដែលព្រះយេស៊ូវបានមានបន្ទូលថាព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌នោះគឺដើម្បីរំលឹកដល់ពួកសាវកទ្រង់ថាក្នុងកាលដែលទ្រង់មានភាពជាមនុស្សទ្រង់មាននិស្ស័យជាមួយមនុស្សរួមសុខទុក្ខជាមួយគេហើយដោយភាពជាព្រះរបស់ទ្រង់មាននិស្ស័យនឹងបល្ល័ង្ករបស់ព្រះដ៏គ្មានទីបំផុតឡើយនេះជាការធានាដ៏អស្ចារ្យមែនពួកទេវតានៃស្ថានសួគ៌ដែលប្រកបដោយប្រាជ្ញារួបរวมជាមួយមនុស្សក្នុងចិត្តគំនិតនិងកម្លាំងដើម្បីជួយសង្គ្រោះដល់អ្វីដែលបានបាត់បង់ហើយអស់ទាំងអំណាចនៃស្ថានសួគ៌ត្រូវបានប្រមូលមកផ្គុំជាមួយសមត្ថភាពរបស់មនុស្សក្នុងការតាក់ទាញព្រលឹងមកឯព្រះគ្រីស្ទ